ការពីមុនការជះទឹកអាស៊ីតដាក់ហ្នឹងគឺសម្បរហើយករណីហ្នឹងភាគច្រើនវាកើតឡើងនៅពេលដែលប្រពន្ធតាមតាន់ប្តីរបស់ខ្លួនហ្នឹងមានស្រីឬមួយក៏ដឹងថាស្រីម្នាក់ហ្នឹងជាស្រីរបស់ប្តីហើយប្រពន្ធហ្នឹងយកទឹកអាស៊ីតទៅជះដាក់ស្រីរបស់ប្តីហ្នឹងហើយកុំថាជះចឹងអត់ទោសមានទោសបើយើងក្រឡេកទៅមើលច្បាប់ស្តីពីការគ្រប់គ្រងជាតិអាស៊ីតខ្លាំងវិញមាត្រា20អំពើហិង្សាដោយចេតនាទៅលើអ្នកដទៃដោយប្រើអាស៊ីតខ្លាំងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំបើការប្រព្រឹត្តអំពើនេះនាំឲ្យមានការកាត់អវយវៈឬឲ្យមានពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះនិងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំបើអំពើហិង្សានោះបណ្ដាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់ចឹងតិចតាមតាន់ប្តីរបស់ខ្លួនមានស្រីឬមួយក៏ដឹងច្បាស់ថាស្រីម្នាក់នឹងជាស្រីរបស់ប្តីហើយលេងស្រាប់តែយកទឹកអាស៊ីតទៅជះដាក់លើស្រីរបស់ប្តីហ្នឹងដឹងតែមានទោសឲ្យជាប់គុកព្រោះច្បាប់បានចែងច្បាស់ហើយរឿងប្តីមានស្រីគឺជារឿងផ្សេងហើយយើងយកទឹកអាស៊ីតទៅជះលើស្រីរបស់ប្តីហ្នឹងគឺជារឿងផ្សេងមួយទៀត